ចាសសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការលើកឡើងតាក់ទងជាមួយនឹងអត្ថប្រយោជន៍ព្រីងតើព្រីងផ្ដល់នូវសារៈប្រយោជន៍អ្វីខ្លះមកដល់សុខភាពរបស់យើងទាំងអស់គ្នានៅក្នុងរដូវកាលនេះប្រទេសកម្ពុជារបស់យើងកំពុងតែសម្បូរព្រីងហើយគ្នាយើងមិនតិចទេប្រហែលជាចូលចិត្តទទួលទាននៅផ្លែព្រីងគឺជាផ្លែឈើមួយយ៉ាងដែលជាប្រភេទផ្លែឈើទៅតាមរដូវកាលដែលមានរសជាតិជូរផ្អែមនិងឆ្ងាញ់ហើយភាគច្រើនគឺនិយមជាមួយនឹងការក្រឡុកជាមួយអំបិលនិងម្ទេសសម្រាប់ធ្វើជាចំណីកំដរមាត់ប៉ុន្តែប្រហែលជាគ្នាយើងតិចណាស់ដែលដឹងពីអត្ថប្រយោជន៍របស់ព្រីងតើដូច្នេះអ្នកទាំងអស់គ្នាចូលរួមតាមដានស្រាប់ជាមួយនាងខ្ញុំថាតើផ្លែព្រីងផ្ដល់នូវគុណសម្បត្តិអ្វីខ្លះមកដល់សុខភាពរបស់យើងទាំងអស់គ្នាសម្រាប់គុណសម្បត្តិទី1គឺបង្ការជំងឺបេះដូងផ្លែព្រីងមានផ្ទុកនូវសារធាតុមួយយ៉ាងដែលជួយបង្ការអុកស៊ីតកម្មខូលេស្តេរ៉ុលនៃជំងឺបេះដូងបានហើយផ្លែព្រីងចំនួនប្រហែលជា100ក្រាមគឺមានផ្ទុកនូវសារធាតុប៉ូតាស្យូមរហូតដល់55មីលីក្រាមដែលអាចជួយបង្ការដំណើរការឈាមរត់ខ្លាំងបានផងដែរសម្រាប់គុណសម្បត្តិទី2គឺល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមតាមបែបបុរាណគេប្រើផ្លែព្រីងសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដោយសារតែព្រីងមានផ្ទុកនូវជាតិស្ករទាបដែលឡែកតាមបែបវិទ្យាសាស្ត្រវិញគឺគេចម្រាញ់ព្រីងធ្វើជាឱសថសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមហើយការសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថាគ្រាប់ព្រីងគឺក៏អាចជួយកាត់បន្ថយកំហាប់ជាតិស្ករក្នុងឈាមរហូតបានទៅដល់ 30% ឯណោះសម្រាប់គុណសម្បត្តិទី3គឺជួយបង្ការជំងឺមហារីកយោងទៅតាមការសិក្សាស្រាវជ្រាវមួយចំនួនក៏បានបង្ហាញផងដែរថាផ្លែព្រីងក៏អាចជួយរារាំងនៅសមាសធាតុដែលអាចបង្កការវិវត្តនៃជំងឺមហារីកបានទៀតផងសម្រាប់គុណសម្បត្តិទី4គឺជួយការពារនិងធ្វើឲ្យឆ្អឹងរឹងមាំផ្លែព្រីងមានផ្ទុកនូវសមាសធាតុល្អៗសម្រាប់សុខភាពដូចជាជាតិកាល់ស្យូមជាតិដែកប៉ូតាស្យូមនិងវីតាមីន C ដែលសារធាតុនិងវីតាមីនទាំងអស់នេះគឺអាចជួយការពារឆ្អឹងធ្វើឲ្យឆ្អឹងរបស់យើងរឹងមាំនិងមានសុខភាពល្អគុណសម្បត្តិទី5គឺនាំយកអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហមយោងទៅតាមការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យមួយនៅប្រទេសឥណ្ឌាផ្លែព្រីងគឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និងជាតិដែកដែលអាចជួយបង្កើនសារធាតុដែលដឹកនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហមដូចជាសមាសធាតុ Hemoglobin ដែលអាចជួយប្រឆាំងនឹងការខ្វះជំងឺកោសិកាឈាមក្រហមបានសម្រាប់គុណសម្បត្តិទី6គឺស្លឹកព្រីងល្អសម្រាប់ប្រព័ន្ធរំលាយអាហារនិងសុខភាពមាត់ស្លឹកព្រីងគឺល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារនិងសុខភាពមាត់ជាពិសេសគេប្រើស្លឹកព្រីងធ្វើជាឱសថបុរាណសម្រាប់ព្យាបាលការចុកពោះរាគម្យ៉ាងទៀតស្លឹកព្រីងក៏មានផ្ទុកនូវសារធាតុប្រឆាំងបាក់តេរីដែលគេប្រើធ្វើជាឱសថសម្រាប់ព្យាបាលបញ្ហាមាត់ទៀតផងសម្រាប់គុណសម្បត្តិទី7ចុងក្រោយគឺជួយបង្ការដំបៅខ្លាយតាមបែបបុរាណបន្ថែមពីស្លឹកព្រីងនិងផ្លែព្រីងសម្បករបស់ដើមព្រីងនិងគ្រាប់ព្រីងក៏ត្រូវបានគេប្រើប្រាស់ផងដែរសម្រាប់ការបង្ការដំបៅខ្លាយជាពិសេសគឺមានសារធាតុប្រឆាំងនឹងពពួកមេរោគចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុកសប្បាយចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ